ប្អូនបាទ iOS បាទអញ្ចឹងសម្រាប់ Android គឺការដូចធម្មតាវិញដូចគ្នាណាបងប្អូនបាទអញ្ចឹងបងប្អូនចូលទៅ update ទាំងអស់គ្នាមកបាទកន្លែងដែលយើងត្រូវធ្វើទី1គឺយើងចូលមកបាទ setting ហើយចុច general ហើយយើងចុចពាក្យថាបាទ Sophia update ចាបាទកន្លែងនេះគឺបាទកន្លែងនេះគឺវាបាទ update ហើយអញ្ចឹងវាចេញគម្រោងបែបនេះបាទអញ្ចឹងបាទកន្លែងនេះគេដាក់ app update អញ្ចឹងយើងចុចមើលបាទនេះបងប្អូនឃើញទេអញ្ចឹងបើមាន Telegram ដែលមិនទាន់ update បងប្អូនធ្វើការ update ទៅបាទចឹងបងប្អូនអាចចុច update បានជាមួយនឹង Telegram នេះក៏ដោយសារតែខ្ញុំ update ហើយបាទអញ្ចឹងអធិស្ឋានបងប្អូន Android ក៏ដូចគ្នា